ទេសជប៉ុនបានគិតថាការវាយប្រហារទៅលើមូលដ្ឋាននៅ Pearl Harbor នឹងបង្ខំឲ្យសហរដ្ឋអាមេរិកពិចារណាទៅរកតុចរចាដែលបានតដន្តកម្មទៅលើខ្លួនជាពិសេសទៅលើសេដ្ឋកិច្ចជប៉ុននឹងតែម្ដងជាឧបសគ្គធ្វើឲ្យជប៉ុននៅពេលនោះមានការតច្រកយ៉ាងខ្លាំងទៅលើការអភិវឌ្ឍអាណាចក្រប៉ុន្តែជប៉ុនអត់ដឹងខ្លួនថាខ្លួនកំពុងបង្កកំហុសដ៏ធ្ងន់ធ្ងរនោះទេនិយាយដោយឡែកបន្ទាប់ពីការវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកប្រចាំតំបន់ Indo-Pacific ដែលមានឈ្មោះថា Pearl Harbor ជប៉ុនបានធ្វើឲ្យមហាយៈខាងឧស្សាហកម្មនិងមហាយៈយោធាមួយនេះភ្ញាក់ខ្លួនទ្រាំអត់ធ្មត់មិនចូលរួមប្រឡូកក្នុងសង្គ្រាមលោកលើកទី1ផ្សែងនៅតែហុយយ៉ាងខ្មុលខ្មាញ់ចេញពីតំបន់កំពង់ផែ Pearl Harbor ជាពេលវេលាភាពជ័យជំនះរបស់ជប៉ុនក្នុងចេតនាដើម្បីទិញពេលវេលា6ខែការវាយប្រហារនេះជាការដាក់សម្ពាធទៅលើយក្សដែលកំពុងតែដេកលង់លក់ក្នុងដំណេកគឺជាភាពតក់ស្លុតមួយដោយសារការវាយប្រហារដ៏មិនបានដឹងខ្លួនមុនដែរតើវិធីសាស្ត្រអ្វីខ្លះដែលសហរដ្ឋអាមេរិកនឹងវាយបកទៅលើជប៉ុនបន្ទាប់ពីការវាយប្រហារនៅ Pearl Harborនៅមុនថ្ងៃទី7ខែធ្នូឆ្នាំ1941សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលប្រកាន់ផ្លូវកណ្ដាលគឺជៀសវាងចូលទៅក្នុងសង្គ្រាមលោកលើកទី1ប៉ុន្តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះនៅមួយថ្ងៃក្រោយពីការវាយប្រហារនៅ Pearl Harbor ថ្ងៃទី8ខែធ្នូឆ្នាំ1941ចំពោះមុខសភា Congress ប្រធានាធិបតី Franklin D. Roosevelt បានស្នើសុំឲ្យមានការប្រកាសសង្គ្រាមជាមួយជប៉ុនសហរដ្ឋអាមេរិកបានក្លាយជាប្រទេសមួយដែលលូកដៃចូលទៅក្នុងសង្គ្រាមពោពេញទៅដោយកំហឹងយ៉ាងខ្លាំងហៅការវាយប្រហារនៅថ្ងៃទី7ខែធ្នូថាជាការបដិឆេទនៅក្នុងភាពអាម៉ាស់តើវាបណ្ដាលមកពីមូលហេតុអ្វីនៅមុនពេលធ្វើសង្គ្រាមជាមួយជប៉ុនសហរដ្ឋអាមេរិកបានបង្កើតពាក្យឃោសនាមួយចងចាំ Pearl Harbor បានក្លាយជាសម្រែកដុតកំហឹងជំរុញទឹកចិត្តធ្វើសង្គ្រាមរបស់ប្រជាជាតិអាមេរិកទាំងមូលហើយក៏ជាពាក្យមួយដែលបានបង្រួមគ្រប់ស្រទាប់វណ្ណៈទាំងកសិករកម្មកររោងចក្រនិងទាហានក្នុងគោលបំណងតែមួយគត់គឺដើម្បីជ័យជំនះនិងស្ដារមុខមាត់អាមេរិកលើឆាកអន្តរជាតិឡើងវិញចំពោះការត្រៀមធ្វើសង្គ្រាមជាមួយជប៉ុនកម្លាំងជើងទឹកដ៏សំខាន់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងនោះមាននាវាចម្បាំងចំនួន8សុទ្ធសឹងតែជានាវាចម្បាំងដ៏មានឥទ្ធិពលរបស់អាមេរិកត្រូវបានបំផ្លាញនៅថ្ងៃទី7ខែធ្នូឆ្នាំ1941បន្ទាប់ពីវាយប្រហារនៅ Pearl Harbor ប្រមាណម៉ោងក្រោយមកជប៉ុនបានចាប់ផ្ដើមធ្វើការលុកលុយនៅទូទាំងអាស៊ីអាគ្នេយ៍ដោយកងទ័ពជប៉ុនបានចុះចតនៅប្រទេសថៃម៉ាឡាយ៉ាហ្វីលីពីននិងកោះហ្គមដោយបានដណ្ដើមយកទឹកដីទាំងនោះយ៉ាងឆាប់រហ័សជាមួយនឹងកោះវ៉េកនិងហុងកុងនៅក្នុងរយៈពេលប្រមាណថ្ងៃនិងសប្តាហ៍បន្ទាប់ដោយចាប់ផ្ដើមពង្រីកយ៉ាងឆាប់រហ័សនៅក្នុងតំបន់ Indo-Pacific និយាយជារួមជប៉ុនបានសម្រេចគោលដៅយោធារបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេល6ខែដំបូងបន្ទាប់ពីបានវាយប្រហារទៅលើសហរដ្ឋអាមេរិកព័ត៌មានបរាជ័យបានចេញផ្សាយប្រងព្រាតអំពីសហរដ្ឋអាមេរិកដោយមិនរងចាំយូរជប៉ុនបានចូលទៅកាន់កាប់តំបន់ដែលជាជង្រុកប្រេងដ៏សំខាន់ដែលមានឈ្មោះថា Dutch East Indies ការចូលកាន់កាប់នេះគឺជប៉ុនបានចូលដោយងាយស្រួលព្រោះវាជាកម្មវិធីចម្បងដែលជប៉ុនសម្រេចចិត្តរៀបចំផែនការវាយប្រហារទៅលើកងម៉ារីននៅ Pearl Harbor គឺដើម្បីចូលកាន់កាប់តំបន់ Dutch East Indies នោះនៅដើមឆ្នាំ1942វរៈសេនីយ៍ឯក Jimmy Doolittle បានផ្ដើមគំនិតមួយគឺយកយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយមធ្យមហោះចេញពីនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកទៅបំផ្ទុះនៅទីក្រុងតូក្យូរបស់ជប៉ុនដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-25 Mitchell ប្រតិបត្តិការនឹងគឺត្រូវធ្វើឡើងនៅកណ្ដាលសមុទ្រហោះសំដៅទៅលើទីក្រុងតូក្យូដែលប្រតិបត្តិការនេះគេដាក់ឈ្មោះថាប្រតិបត្តិការវាយឆ្មក់ Dolittle Raid បញ្ហាមួយត្រង់ថាយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-25 Mitchell មិនអាចហោះឡើងពីនាវាផ្ទុកយន្តហោះវាមានធុងប្រេងធ្ងន់ហើយការហោះហើរឡើងនឹងមានគ្រោះថ្នាក់ខ្លាំងទាមទារមានពីឡុតដែលបើកយន្តហោះនឹងប្រកបទៅដោយបច្ចេកទេសបើកបរខ្ពស់អ្នកបើកបរត្រូវតែមានភាពច្បាស់លាស់ទៅក្នុងការហោះហើរដូច្នេះពួកគេក៏បានសម្រេចថាត្រូវកែសម្រួលធុងប្រេងឲ្យនៅក្នុងកម្រិតមួយដែលមានសុវត្ថិភាពទៅលើការហោះហើរដោយធានាថាហោះចេញពីនាវាផ្ទុកយន្តហោះមិនមានបញ្ហាអ្វីទាំងអស់បន្ទាប់មកទៀតនៅថ្ងៃទី18ខែមេសាឆ្នាំ1942យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-25 ចំនួន16គ្រឿង
បានហោះចេញពីនាវាផ្ទុកយន្តហោះ USS Hornet ដើម្បីបើកការវាយប្រហារទៅលើគោលដៅជាច្រើននៅទីក្រុងតូក្យូការវាយប្រហារនោះបានបណ្ដាលឲ្យមានភ្លើងឆេះនិងក៏ការខូចខាតតិចតួចប៉ុណ្ណោះសម្រាប់ជប៉ុនសាធារណជនរបស់អាមេរិកនៅពេលនោះបានយល់ឃើញថាជប៉ុនជាប្រទេសដែលមិនអាចប៉ះពាល់បានប៉ុន្តែតម្លៃពិតនៅពីក្រោយការវាយប្រហារ Dolittle គឺជាការវាយប្រហារបែបផ្លូវចិត្តដែលសហរដ្ឋអាមេរិកពុំបានគិតដល់នោះទេសម្រាប់ទីបញ្ជាការកងទ័ពជប៉ុនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏ដាក់ជាសំណួរថាតើសហរដ្ឋអាមេរិកយកយន្តហោះទម្លាក់គ្រាប់បែកមកគៀកទឹកដីរបស់ខ្លួននឹងតាមវិធីណាការវាយប្រហារដែលនឹកស្មានមិនដល់នេះធ្វើឲ្យជប៉ុនបវាយគោលដៅសម្ដៅមករកនាវាផ្ទុកយន្តហោះអាមេរិកដែលជាកម្មវត្ថុដើម្បីកំទេចកុំឲ្យនៅសេសសល់ហើយបខំចិត្តឲ្យជប៉ុនបោះជំហានទៅមុខជាមួយនឹងផែនការវាយលុកដែលបថុយប្រឋានក្នុងការបំផ្លាញគោលដៅនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកទាំងអស់ហ្នឹងពេលវេលាសម្រាប់ការស្ថាបនានាវាចម្បាំងបានចប់ជាស្ថាពរវត្តមាននាវាផ្ទុកយន្តហោះដែលអាចចេញប្រតិបត្តិការចម្ងាយរាប់រយគីឡូគឺជាអាវុធលេចធ្លោនៅក្នុងសមរភូមិមហាសមុទ្រ Pacific ដែលបានលេចរូបរាងជាថ្មីនៅកំពង់ផែ Pearl Harbor មាននាវាផ្ទុកយន្តហោះចំនួន3របស់សហរដ្ឋអាមេរិកដែលបានរួចផុតពីការវាយឆ្មក់នៅកំពង់ផែ Pearl Harbor ហើយសម្រាប់ជប៉ុនមាននាវាផ្ទុកយន្តហោះចំនួន6គ្រឿងបន្ទាប់ពីការវាយឆ្មក់ Dolittle គោលដៅរបស់ជប៉ុនគឺពង្រីកតំបន់ការពាររបស់ខ្លួននិងកាត់ផ្តាច់អូស្ត្រាលីចេញពីសហរដ្ឋអាមេរិកដោយបានដណ្ដើមយកតំបន់ Port Moresby នៅក្នុង New Guinea